You Need a Budget ដែលជាស្នាដៃនិពន្ធរបស់លោក Jesse Mitchell ដែលខ្ញុំសូមធ្វើការបង្រួមនៃចំណងជើងឲ្យខ្លីមកជាភាសាខ្មែរថាហិរញ្ញវត្ថុគ្រួសារដែលភ្ជាប់មកជាមួយនៅចំណងជើងតូចៗពីខាងក្រោមថាតិចនិករំដោះខ្លួនពីបំណុលនិងបញ្ឈប់ការចាយវាយប្រាក់ខែសល់ថ្ងៃលោក Jesse Mitchell គឺជាគណនេយ្យករហើយក៏ជាស្ថាបនិកក្រុម You Need a Budget ដែលជាគម្រោងមួយជួយឲ្យមនុស្សគ្រប់គ្នារៀនតាមដាននៅរាល់ចំណូលចំណាយរបស់ពួកគេឡើងវិញដើម្បីអាចរំដោះខ្លួនពីបំណុលនិងបញ្ឈប់ការចាយវាយប្រាក់ខែសល់ថ្ងៃដើម្បីអាចឈានទៅរស់នៅក្នុងជីវិតមួយដែលពួកគេប្រាថ្នាចង់បានតាមរយៈគម្រោងរបស់គាត់បានជួយមនុស្សជាច្រើនឲ្យចេះសន្សំសំចៃបន្ថែមអាចរំដោះខ្លួនចេញពីបំណុលនិងបំបែកវណ្ឌនៃការរស់នៅដោយពឹងផ្អែកតែទៅលើប្រាក់ខែពីមួយខែទៅមួយខែនោះឲ្យមានស្ថិរភាពហិរញ្ញវត្ថុឡើងវិញបានតាមរយៈច្បាប់ដ៏សាមញ្ញចំនួន4ដែលខ្ញុំបាទនឹងចែករំលែកនៅក្នុងពេលបន្តិចទៀតនេះហើយដែលវាអាចជួយអ្នកទាំងអស់គ្នាធ្វើបដិវត្តទាំងស្រុងនៅវិធីដែលអ្នកគិតអំពីការគ្រប់គ្រងលុយកាក់របស់អ្នកឡើងវិញបានខ្ញុំបាទសង្ឃឹមថាដំបូន្មាននៅក្នុងបទអត្ថាធិប្បាយដ៏ខ្លីនេះនឹងបានជាប្រទីបសម្រាប់បំភ្លឺអ្នកទាំងអស់គ្នាដែលកំពុងមានបញ្ហាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារឲ្យងាកមកគិតគូររៀបចំផែនការចាយវាយប្រាក់កាសឲ្យបានត្រឹមត្រូវទៅតាមភាពចាំបាច់ជាថ្មីឡើងវិញនិងអាចសន្សំប្រាក់បានច្រើនជាងមុនផងដែរខ្ញុំសូមធ្វើការបែងចែកសៀវភៅនេះទៅជា7ជំពូកដើម្បីងាយស្រួលនៅក្នុងការចងចាំនិងអនុវត្តឲ្យមានប្រសិទ្ធភាពដើម្បីកុំឲ្យខាតពេលយូរនោះតោះសូមតាមដានស្ដាប់និងស្វែងយល់ជាមួយគ្នាដូចតទៅជំពូកទី1ការរៀបចំផែនការជាមុនគឺមានសារៈសំខាន់បំផុតជាពិសេសនៅពេលដែលអ្នករៀបចំថវិកាឲ្យបានត្រឹមត្រូវដើម្បីតាមដានប្រាក់ចំណូលរបស់អ្នកក៏ដូចជាអ្វីដែលអ្នកនឹងត្រូវចំណាយអ្នកអាចទទួលបានសេរីភាពហិរញ្ញវត្ថុដែលគ្រាន់តែអ្នកមានចេតនាច្បាស់លាស់ទៅលើការគ្រប់គ្រងលុយកាក់របស់អ្នកប៉ុណ្ណោះមិនចាំបាច់ដល់ថ្នាក់មានលុយចាយមិនណោះទើបហៅថាមានសេរីភាពហិរញ្ញវត្ថុនោះឡើយនេះមានន័យថាអ្នកត្រូវតែផ្ដោតអារម្មណ៍និងយកចិត្តទុកដាក់ទៅលើអ្វីដែលអ្នកមិនអាចខ្វះបាននៅក្នុងការរស់នៅរបស់អ្នកវាអាចជាការចំណាយទិញធានារ៉ាប់រងសុខភាពឬថ្លៃចំណាយចាំបាច់ផ្សេងទៀតដែលអ្នកមានដូចគ្នានេះផងដែរអ្នកត្រូវចេះគ្រប់គ្រងនិងកំណត់កត្តាអាទិភាពរបស់អ្នកបន្ទាប់មកអ្នកត្រូវកំណត់របៀបក្នុងការចាយប្រាក់របស់អ្នកឲ្យបានត្រឹមត្រូវច្បាស់លាស់និងចាំបាច់ដោយប្រកាសថាអ្នកគ្មានបញ្ហាជាមួយនឹងហិរញ្ញវត្ថុរបស់អ្នកនោះឡើយនេះគឺជាចំណុចដែលធ្វើឲ្យអ្នកអាចបញ្ឈប់ជីវិតហឺហាចំណាយគ្មានខ្ទង់ចំណាយមិនចាំបាច់ហើយជំនួសមកវិញនៅការសម្រេចចិត្តក្នុងការបង្កើតជីវិតមួយដែលអ្នកចង់បានជាមួយនឹងការចំណាយត្រឹមត្រូវដោយងាកមកស្វែងយល់និងសិក្សាអំពីលំហូរលុយកាក់របស់អ្នកឡើងវិញរួចសម្រេចចិត្តថាតើអ្នកចង់ឲ្យលុយរបស់អ្នកធ្វើអ្វីខ្លះសម្រាប់អ្នកប្រការដែលអ្នកគួរចងចាំប្រសិនបើអ្នកចំណាយប្រាក់ចំណូលរបស់អ្នកតាមតែអំពើចិត្តរបស់អ្នកដោយមិនខ្វល់ថាតើការចំណាយនោះវាពិតជាតម្រូវការពិតប្រាកដឬគ្រាន់តែជាការចំណាយតាមអារម្មណ៍នោះប្រាក់ខែរបស់អ្នកពីមួយខែទៅមួយខែនឹងនៅតែមិនគ្រប់រហូតហើយអ្នកគ្មានថ្ងៃអាចរំដោះខ្លួនរួចចេញពីបំណុលរំកោះនោះឡើយការធ្វើផែនការបានត្រឹមត្រូវអនុញ្ញាតឲ្យអ្នកអាចរៀបចំផែនការចំណាយរបស់អ្នកមុនពេលដែលវាកើតឡើងហើយមិនត្រឹមតែប៉ុណ្ណោះវាក៏អាចជួយឲ្យអ្នករីករាយនឹងជីវិតដែលគ្មានភាពតានតឹងផ្នែកហិរញ្ញវត្ថុផងដែរជំពូកទី2ប្រសិនបើអ្នកមានភាពច្បាស់លាស់និងមានចេតនាពិតប្រាកដអំពីរបៀបដែលអ្នកនឹងចំណាយប្រាក់របស់អ្នកនោះអ្នកនឹងអាចកែប្រែស្ថានភាពរបស់អ្នកបាននៅពេលដែលអ្នកបានធ្វើអតិភិបចំពោះគោលដៅហិរញ្ញវត្ថុរបស់អ្នកដែលបានគ្របដណ្ដប់គ្រប់ជ្រុងជ្រោយទៅលើរាល់ការចំណាយចាំបាច់របស់អ្នកបានយ៉ាងត្រឹមត្រូវនោះអ្នកនឹងមិនមានការព្រួយបារម្ភចំពោះការសងបំណុលរបស់អ្នកឡើយបើទោះបីជាពេលខ្លះអ្នកមានបញ្ហាខ្វះសាច់ប្រាក់ក៏ដោយដរាបណាអ្នកថែរក្សាការចំណាយទៅលើអ្វីដែលសំខាន់ហើយចាំបាច់បំផុតនោះអ្នកនឹងមានសេរីភាពក្នុងការចំណាយប្រាក់របស់អ្នកទៅលើរបស់របរផ្សេងទៀតមិនខានការរំដោះខ្លួនចេញពីបំណុលទាំងនោះគឺស្ថិតនៅក្នុងដៃនិងការសម្រេចចិត្តរបស់អ្នកនេះឯងប្រការគួរចងចាំចូលអ្នករៀបចំផែនការទុកជាមុនដោយដាក់ចំណាយសំខាន់ជាអាទិភាពដូចជាការសន្សំសម្រាប់វិស្សមកាលការជាវសមាជិកភាពក្លឹបហាត់ប្រាណការបង់ថ្លៃសាលាជាដើមឡើយបើអ្នកបែងចែកចំណូលឬប្រាក់ខែរបស់អ្នកតាមរបៀបនេះនោះអ្នកនឹងមានថវិកាដែលអាចបំពេញរាល់តម្រូវការនិងការចំណាយរបស់អ្នកនៅក្នុងជីវិតប្រចាំថ្ងៃមិនខានជំពូកទី3ប្រកាន់ខ្ជាប់នៅជំហរហិរញ្ញវត្ថុរបស់អ្នកឲ្យបានមាំទាំនិងត្រូវដឹងពីរបៀបថ្លឹងថ្លែងការចំណាយដែលបានរំពឹងទុកនិងមិនបានរំពឹងទុកជាមុននេះមានន័យថាអ្នកត្រូវបំបែករាល់ការចំណាយរបស់អ្នកហើយបែងចែកការចំណាយចាំបាច់ទៅតាមផ្នែកនីមួយៗក្នុងមួយខែសម្រាប់មួយឆ្នាំពេញការចំណាយពិតប្រាកដរបស់អ្នកនឹងកើតឡើងក្នុងពីរករណីសំខាន់គឺការចំណាយដែលអាចប៉ាន់ស្មានបានទាំងនេះអាចជាការបង់ធានារ៉ាប់រងរថយន្តការធានារ៉ាប់រងសុខភាពឬការបង់ថ្លៃជួលផ្ទះជាដើមឡើយនៅពេលដែលអ្នកចាប់ផ្ដើមរៀបចំថវិកាសម្រាប់ការចំណាយបែបនេះរួចរាល់អស់ហើយនោះ
ពេលដែលវិក័យប័ត្រត្រូវចំណាយរបស់អ្នកមកដល់អ្នកក៏មិនមានការព្រួយបារម្ភថាអ្នកនឹងជាប់បំណុលគេកាន់តែច្រើនឡើងនោះឡើយការចំណាយដែលមិនបានរំពឹងទុកទាំងនេះគឺជាការចំណាយដែលមិនអាចជៀសវាងបានដែលនឹងផ្ដល់ឲ្យអ្នកនៅការភ្ញាក់ផ្អើលមួយក៏ដូចជាភាពតានតឹងនៅក្នុងអារម្មណ៍នៅពេលណាដែលអ្នកគិតថាវានឹងមិនកើតមានឡើងសម្រាប់អ្នកឬក៏គិតថាអ្នកមិនសូវដល់ថ្នាក់ជួបរឿងបែបនេះនោះឡើយប្រសិនបើអ្នកមិនចង់ខ្លាចជាជនរងគ្រោះដោយសារតែការចំណាយមិនចាំបាច់ទាំងនោះអ្នកត្រូវតែមានគម្រោងត្រៀមជាមុនសម្រាប់ការចំណាយបែបនេះវាអាចជាការអញ្ជើញចូលរួមក្នុងពិធីមង្គលការឬពិធីជប់លៀងផ្សេងកម្មវិធីនេះកម្មវិធីនោះដែលតម្រូវឲ្យអ្នកមានស្រោមសម្បត្តិដើម្បីចូលរួមឬក៏ជាការជួសជុលឡានម៉ូតូដែលវាអាចនឹងខូចគ្រប់ពេលដោយអ្នកមិនបានរំពឹងទុកជាដើមឡើយគោលបំណងសំខាន់នៅក្នុងទីនេះគឺអ្នកត្រូវត្រៀមលុយកាក់ខ្លះសម្រាប់គោលបំណងបន្ទាន់ដើម្បីបំបែកវាពីការចំណាយនានាដែលកើតឡើងច្បាស់លាស់ឬជាប្រចាំដែលអ្នកអាចប៉ាន់ស្មានទុកជាមុនបានប្រការគួរចងចាំនៅពេលអ្នកកំណត់បានការចំណាយជាក់ស្ដែងរបស់អ្នកវាផ្ដល់ឲ្យអ្នកនូវយុទ្ធសាស្ត្រដែលអាចទុកចិត្តបាននិងមិនស្មុគស្មាញដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុរបស់អ្នកជំពូកទី4នៅពេលអ្នកកំណត់គោលបំណងជីវិតបានត្រឹមត្រូវអ្នកហាក់ផ្ដល់ឱកាសឲ្យខ្លួនឯងសម្រាប់ការកែសម្រួលនៅពេលណាដែលមានករណីចាំបាច់កើតមានឡើងរៀបចំផែនការហិរញ្ញវត្ថុរបស់អ្នកឲ្យមានភាពបត់បែននិងប្រាកដនិយមដូច្នេះអ្នកអាចធ្វើការកែតម្រូវផែនការនោះបានភ្លាមនៅពេលណាដែលអ្នកត្រូវការវាចាំបាច់ណាស់ក្នុងការឈរលើគោលការណ៍នៃភាពស្មោះត្រង់ចំពោះខ្លួនអ្នកនៅពេលនិយាយដល់ការបង្កើតផែនការរៀបចំហិរញ្ញវត្ថុត្រូវផ្ដោតអារម្មណ៍ឲ្យបានខ្លាំងទៅលើកត្តាអាទិភាពកំពូលដែលវានឹងត្រូវការប្រាក់ព្រមទាំងការយកចិត្តទុកដាក់ខ្លាំងបំផុតពីអ្នកការដែលធ្វើដូច្នេះអ្នកផ្ដល់ឲ្យខ្លួនអ្នកនូវសេរីភាពក្នុងការរៀបចំឡើងវិញនៅផែនការថវិកាអាទិភាពរបស់អ្នកនិងប្រាក់ដែលនឹងត្រូវចំណាយក្នុងផែនការនោះមុនពេលការចំណាយពិតកើតមានឡើងប្រការគួរចងចាំសូមកុំមានអារម្មណ៍ថាអ្នកកុហកខ្លួនឯងអីនៅពេលដែលអ្នកបានផ្លាស់ប្ដូរផែនការរៀបចំថវិការបស់អ្នកដើម្បីដោះដូរជាមួយនឹងចំណាយផ្សេងឯទៀតដែលមនុស្សភាគច្រើនគិតថាវាគឺជាការលួចបន្លំនិងមិនស្មោះត្រង់ទៅនឹងផែនការគោលបំណងដែលខ្លួនបានកំណត់វាមិនដូច្នោះទេវាគឺជាការធ្វើផែនការថវិកាពិតប្រាកដមួយនៅក្នុងជីវិតពិតរបស់មនុស្សគឺវាតែងតែមានការប្រែប្រួលតិចឬក៏ច្រើនទៅតាមស្ថានភាពជាក់ស្ដែងនៅពេលរៀបចំផែនការថវិកាប្រចាំខែរបស់អ្នកចូលអ្នកបង្កើតកន្លែងសម្រាប់ការចំណាយដែលមិនបានរំពឹងទុកដែលអាចលេចឡើងមកជាយថាហេតុដែលអ្នកមិនបានរំពឹងទុកជាមុនប្រការគួរចងចាំចូលមានភាពវាងវៃនៅក្នុងការសម្របខ្លួនផ្លាស់ប្ដូរទៅនឹងការចំណាយទាំងអស់របស់អ្នកពីព្រោះថាជីវិតរបស់អ្នកនឹងពាក់ព័ន្ធហើយប្រែប្រួលខ្លាំងទៅតាមប្រភេទនិងអាទិភាពនៃផែនការថវិកាដែលអ្នកបានរៀបចំនោះនៅពេលដែលអ្នកមានអារម្មណ៍ថាចង់បោះបង់សូមអ្នកសម្រាប់បន្តិចនិងការតម្រូវគោលបំណងរបស់អ្នកនៅដំណាក់កាលខ្លះជាពិសេសនៅពេលដែលអ្នកពិបាកអ្នកប្រហែលជាមានអារម្មណ៍ថាអ្នកចង់បោះបង់លែងចង់រៀបចំផែនការថវិកាស្អីគេនោះទៀតហើយវាមិនជាអ្វីនោះទេក្នុងការដែលអ្នកមានអារម្មណ៍យ៉ាងដូចនេះប៉ុន្តែទោះជាយ៉ាងណាអ្នកត្រូវផ្ដល់កន្លែងដកដង្ហើមសម្រាប់ខ្លួនឯងនិងកុំតឹងរឹងខ្លាំងពេកប្រការគួរចងចាំអ្នកត្រូវតែប្រកាសថាអ្នកមិនបានកំណត់គោលបំណងចំណាយដែលមិនប្រកាសប្រជាទៅក្នុងផែនការរបស់អ្នកឡើយហើយអ្នកក៏នឹងមិនតឹងតែងពេកចំពោះខ្លួនអ្នកដែរសូមឲ្យរឿងតូចតាចនិងមិនសំខាន់កើតឡើងទៅតាមហេតុបច្ច័យរបស់វាចុះអ្នកគួរបោះជំហានម្ដងមួយជំហានយឺតប្រកាសប្រជានោះអ្នកនឹងទៅដល់ទីដែលអ្នកប្រាថ្នាហើយទទួលបាននូវសេរីភាពហិរញ្ញវត្ថុតាមក្តីស្រមៃជំពូកទី5រក្សាប្រាក់របស់អ្នកឲ្យបានល្អដោយជៀសវាងបង្កើតបំណុលផ្សេងមុនពេលអ្នកទទួលបានប្រាក់ខែច្បាប់នេះនិយាយអំពីការមានស្តុកសាច់ប្រាក់ដែលអាចគ្របដណ្ដប់រាល់ការចំណាយរបស់អ្នកក្នុងរយៈពេលយូរដោយគ្មានភាពតានតឹងដោយបន្តប្រឹងប្រែងរកលុយឬធ្វើការដើម្បីបង្កើនចំណូលឲ្យបានធំជាងការចំណាយនិងព្យាយាមពន្យាពេលនៅក្នុងការចាយវាយឲ្យបានយូរតាមដែលអាចធ្វើទៅបានហាមដាច់ខាតការចាយវាយផ្ដេសផ្ដាស់មុនពេលដែលអ្នកមិនទាន់បើកប្រាក់ខែឬទទួលបានចំណូលប្រចាំខែនោះពីព្រោះថាប្រសិនបើអ្នកខ្ចីលុយពីអ្នកដទៃមកចាយវាយផ្ដេសផ្ដាស់ហើយសំអាងលើប្រាក់ខែរបស់អ្នកដែលនឹងមកដល់ក្នុងពេលណាមួយនោះមានន័យថាស្ថានភាពលុយរបស់អ្នកគឺអវិជ្ជមានពីព្រោះថាអ្នកបានចំណាយប្រាក់ខែរបស់អ្នករួចបាត់ទៅហើយមុនពេលដែលវាបានមកដល់ទៅទៀតការដែលមានលុយតម្កល់ទុកនៅក្នុងដៃសម្រាប់ចំណាយកំណត់នៅបែបផែននៃការរស់នៅយ៉ាងមានរបៀបរៀបរយនិងមានការចាយវាយត្រឹមត្រូវទៅតាមខ្ទង់ចំណាយវាខុសពីការចាយវាយគ្មានផែនការគ្មានខ្ទង់ចំណាយត្រឹមត្រូវប្រាក់ខែចាស់ក៏អស់ប្រាក់ខែថ្មីក៏ត្រូវយកទៅសងគេកងគ្នាពីមួយខែទៅមួយខែជំពាក់បំណុលគេវាន់កន្ទប់រកថ្ងៃរំដោះខ្លួនរកពន្លឺនៃជីវិតមិនឃើញទេជំពូកទី6ការរៀបចំផែនការថវិកាជាគូអាចមើលទៅរៀងឈួតលីលាបន្តិចហើយប៉ុន្តែវាគឺជារឿងល្អបំផុតដែលត្រូវធ្វើប្រសិនបើអ្នកទាំងពីរចង់ទទួលបាននូវសេរីភាពហិរញ្ញវត្ថុប្រសិនបើអ្នកចូលចិត្តអ្នកអាចចងចាំចំណុចខាងក្រោមនេះទុកនៅក្នុងចិត្តបាន
ចូលស្វែងយល់ពីគ្នាទៅវិញទៅមកពាក់ព័ន្ធទៅនឹងបញ្ហាលុយកាក់ថាតើអ្នកណាចំណាយច្រើនជាងអ្នកណាតើអ្នកណាដែលប្រយ័ត្នប្រយែងគិតគូរច្រើនជាងអំពីតម្លៃទំនិញដែលគេដាក់លក់តើអ្នកណាក្នុងចំណោមអ្នកទាំងពីរដែលមិនចូលចិត្តតាមដានរាល់ចំណូលចំណាយដែលកើតមានឡើងប្រចាំខែក្នុងចំណោមអ្នកទាំងពីរតើអ្នកណាដែលជាអ្នកពូកែទុកដាក់លុយកាក់ជាងគេតាមរយៈការស្វែងយល់ដូច្នេះអ្នកទាំងពីរអាចឈានដល់កិច្ចព្រមព្រៀងរវាងគ្នាមួយដែលអាចជួយអ្នករៀបចំផែនការប្រាក់ចំណូលចំណាយប្រចាំខែរបស់អ្នកដោយនឹងមិនធ្វើឲ្យអ្នកធ្លាក់ចូលទៅក្នុងបញ្ហាបំណុលត្រូវប្រកាសថាអ្នកបានកំណត់ការបរិច្ឆេទនៃថវិការបស់អ្នកច្បាស់លាស់និងបន្តអនុវត្តរក្សាវាឲ្យបានល្អដោយអ្នកត្រូវតែផ្ដល់អាទិភាពខ្លាំងបំផុតដល់តម្រូវការក្នុងគ្រួសារមុនគេបង្អស់មុនការចំណាយផ្សេងៗឯទៀតប្រសិនបើអ្នកទាំងពីរបានព្រមព្រៀងគ្នារួចរាល់អស់ហើយអ្នកទាំងពីរអាចដាក់បញ្ចូលគ្នានៅប្រាក់ខែនិងបើកគណនីធនាគារតែមួយរួមគ្នាបានហើយដែលវានឹងជួយអ្នកទាំងពីរឲ្យសន្សំប្រាក់បានច្រើនជាងមុនហើយធ្វើឲ្យអ្នកទាំងពីរផ្ដោតការយកចិត្តទុកដាក់បានច្រើនលើរាល់ការសម្រេចចិត្តនានាប្រកបដោយភាពវៃឆ្លាតប្រការគួរចងចាំចូលស្វែងរកការចំណាយពិតប្រាកដរបស់អ្នកពីព្រោះថាវាអាចនឹងជួយអ្នកឲ្យរៀបចំផែនការបានល្អប្រសើរជាងការដែលគិតចាំតែដោះស្រាយបំណុលថ្មីៗដែលកើតមានឡើងនោះមនុស្សភាគច្រើនយល់ថាខ្លួនឯងស្ថិតនៅក្នុងគំនរនៃបំណុលដ៏ច្រើនហើយវាអាចចំណាយពេលច្រើនឆ្នាំដើម្បីអាចឲ្យពួកគេដោះបំណុលទាំងនោះបានតែអ្វីដែលអ្នកពិតជាត្រូវការចាំបាច់ដែលអ្នកត្រូវទិញឬតម្រូវឲ្យអ្នកធ្វើការដើម្បីសម្រេចបំណងរបស់អ្នកក្នុងការទទួលបានវាមកជំនួសឲ្យការទទួលយកប្រាក់កម្ចីដើម្បីទៅទិញរបស់ទាំងនោះបើមិនដូច្នោះទេអ្នកនឹងជួបនៅហានិភ័យជំពាក់បំណុលគេនៅពេលដែលអ្នកប្រឈមមុខទៅនឹងបញ្ហាណាមួយដែលអ្នកមិនអាចមើលឃើញជាមុននោះការខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាពគឺជាអ្វីដែលអ្នកត្រូវធ្វើដើម្បីទទួលបាននូវជោគជ័យយ៉ាងត្រចះត្រចង់ផ្នែកហិរញ្ញវត្ថុរបស់អ្នកជាមួយនឹងរូបភាពនៃការគិតធំនៅក្នុងចិត្តរបស់អ្នកតាមរយៈនេះអ្នកនឹងរៀនពីរបៀបបង្កើនប្រាក់ចំណូលដោយធ្វើការកាត់បន្ថយការចំណាយមួយចំនួននិងត្រូវមានយុទ្ធសាស្ត្រក្នុងការទុកដាក់ក៏ដូចជាការចាយវិនិច្ឆ័យកំណត់គោលដៅរកប្រាក់ចំណូលរបស់អ្នកឲ្យដូចគ្នាទៅនឹងការដែលអ្នកកំណត់គោលដៅសម្រាប់រាល់ការចំណាយរបស់អ្នកទាំងអស់ជំពូកទី7វាពិតជាចាំបាច់ណាស់ក្នុងការរៀបចំកូនៗរបស់អ្នកឲ្យមានចំណេះដឹងអំពីការចេះរៀបចំថវិកាដូច្នេះពួកគេនឹងស៊ាំជាមួយវាហើយចេះសន្សំប្រាក់កាសនៅពេលដែលពួកគេចម្រើនវ័យធំឡើងកាន់តែក្មេងគឺកាន់តែប្រសើរសម្រាប់កូនៗរបស់អ្នកដើម្បីឲ្យពួកគេអាចដឹងពីរបៀបគ្រប់គ្រងលុយរបស់ពួកគេនិងរបៀបចំណាយលុយរបស់ពួកគេដោយភាពវៃឆ្លាតដំណាក់កាលមួយនៅពេលដែលអ្នកបែងចែកប្រាក់ឧបត្ថម្ភដល់កូនៗរបស់អ្នកដែលមិនទាន់មានការងារធ្វើនៅឡើយហើយសូម្បីតែអ្នកដែលធ្វើការហើយក៏ដោយក៏អ្នកគួរតែឆ្លៀតឱកាសនោះដើម្បីណែនាំបង្ហាត់បង្ហាញពួកគេពីរបៀបរៀបចំផែនការថវិកាឲ្យបានត្រឹមត្រូវផងដែរប្រការគួរចងចាំកុមារនឹងរៀនពីរបៀបដើម្បីរៀបចំផែនការហិរញ្ញវត្ថុដរាបអ្នកចាប់ផ្ដើមជាមួយពួកគេតាំងពីពួកគេនៅក្មេងដោយបង្រៀនពួកគេយឺតនិងធ្វើជាគំរូដ៏ល្អសម្រាប់ពួកគេអង្គុយជាមួយនឹងពួកគេដើម្បីរៀបចំផែនការគ្រោងតាក់ទងទៅនឹងថាតើអ្នកណាដែលនឹងចំណាយសម្រាប់ការចំណាយមួយចំនួននៅក្នុងផ្ទះរហូតដល់អ្នកទាំងពីរឈានដល់ការព្រមព្រៀងគ្នាយ៉ាងត្រឹមត្រូវអ្នកត្រូវប្រកាសថាអ្នកជួយពួកគេអនុវត្តច្បាប់ទាំង4សម្រាប់ការរៀបចំផែនការថវិកាប្រកបដោយប្រសិទ្ធភាពនេះនិងផ្ដល់ឲ្យពួកគេនៅការងារដែលមានប្រាក់ខែតិចតួចជាមួយនឹងការយកចិត្តទុកដាក់គាំទ្រនិងណែនាំពួកគេចំពោះការចំណាយចាំបាច់និងពិតប្រាកដឯណានីមួយហើយជួយឲ្យប្រាក់សន្សំរបស់ពួកគេកើនឡើងនិងគង់វង្សបានយូរអង្វែងសេចក្តីសន្និដ្ឋានផ្លូវទៅកាន់សេរីភាពហិរញ្ញវត្ថុទាមទារការអត់ធ្មត់ការបដិញ្ញាចិត្តការផ្ដោតអារម្មណ៍និងផែនការច្បាស់លាស់ការស្គាល់នៅផ្លូវទាំង4នេះនឹងធ្វើឲ្យអ្នកដើរលើផ្លូវត្រូវទៅរកសេរីភាពហិរញ្ញវត្ថុបើទោះបីជាវាមិនអាចធ្វើឲ្យអ្នកคล้ายខ្លួនទៅជាសេដ្ឋីក៏ដោយក៏អ្នកអាចរស់នៅក្នុងជីវភាពមួយមិនលំបាកពេកនោះទេថែមទាំងអាចមានពេលវេលារីករាយជាមួយនឹងក្រុមគ្រួសារប្រកបដោយសុភមង្គលជាមួយនឹងអ្វីដែលអ្នកកំពុងតែមានទៀតផងការជំពាក់បំណុលគេអាចធ្វើឲ្យមានភាពតានតឹងនៅក្នុងអារម្មណ៍និងពិបាកនៅក្នុងការបន្តសងបំណុលទាំងនោះជាបន្តបន្ទាប់នេះហើយគឺជាមូលហេតុដ៏សំខាន់មួយដែលអ្នកត្រូវតែប្រកាសថាអ្នកបានដឹងពីវិធីនេះនិងចាប់ផ្ដើមអនុវត្តវាប្រសិនបើអ្នកមិនធ្លាប់បានធ្វើវាពីមុនមកទេនោះដើម្បីអាចមានសេរីភាពជាមួយនឹងហិរញ្ញវត្ថុរបស់អ្នកកាត់បន្ថយសម្ពាធនិងបញ្ហានៅក្នុងគ្រួសារអ្នករាល់គ្នាអាចនឹងសាកល្បងរៀបចំផែនការតាមការលើកឡើងរបស់អ្នកនិពន្ធដែលខ្ញុំបានលើកឡើងខាងលើនេះហើយអ្នកត្រូវប្រកាសថាអ្នកបានអនុវត្តវាយ៉ាងតឹងរ៉ឹងនិងខ្ជាប់ខ្ជួនយ៉ាងហោចណាស់ក៏បានរហូតដល់រយៈពេល6ខែផងដែរហាមយកលេសគេចវេះឬកុហកខ្លួនឯងចែកខាតសូមអបអរសាទរអ្នកបានបញ្ចប់សៀវភៅថ្មីមួយក្បាលទៀតហើយសូមអរគុណសម្រាប់ការតាមដានស្ដាប់កុំភ្លេចជួបគ្នាជាមួយនឹងសៀវភៅថ្មីមួយក្បាលផ្សេងទៀតសម្រាប់ពេលនេះសូមអរគុណនិងសូមជម្រាបលា